សួស្តីអ្នកនរគ្នាកាលពីវីដេអូមុនខ្ញុំបានបង្ហាញពី Double Tap Gesture នៅលើ App PowerPoint ក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពី App មួយទៀតគឺ Translate គឺជា App នៅលើ App PowerPoint សម្រាប់បកប្រែភ្លាមតែម្ដងនិងឆ្លើយឆ្លងជាមួយនឹង logo ឬក៏ជនបរទេសនៅក្នុងតំបន់ Translate នេះដែរគឺមានភាសាច្រើនមែនតើប៉ុន្តែភាសាខ្មែរគឺមិនទាន់ support នោះទេចំណុចមួយទៀតសំខាន់គឺ Translate លោកអ្នកអាចប្រើប្រាស់ offline បានដោយគ្រាន់តែ download ភាសាទុកជាមុនអញ្ចឹងរបៀបចូលប្រើប្រាស់កម្មវិធី Translate លោកអ្នកគ្រាន់តែបើក App PowerPoint របស់លោកអ្នករួចចូលទៅនឹងកម្មវិធី Translate នោះលោកអ្នកនឹងឃើញភាសាជាច្រើនដែលនៅក្នុងនោះមានអារ៉ាប់មានចិន Dutch អង់គ្លេសលោកអ្នកអាចជ្រើសរើសតាមភាសាដែលលោកអ្នកចង់បាននៅក្នុង Translate នេះដែរលោកអ្នកអាចប្រើប្រាស់ offline បានដូចគ្នាដោយគ្រាន់តែចុចសញ្ញាចុច3ដើម្បី download ភាសាទាំងនោះទុកជាមុនដោយគ្រាន់តែចុច download នោះវានឹងចុច download ឲ្យមានភាសាច្រើនមែនតើលោកអ្នកក៏អាច add ឃ្លាប្រយោគដែលលោកអ្នកឧស្សាហ៍ប្រើប្រាស់ដោយគ្រាន់តែគូសគ្រឿងបង្ការស្ដាំរួចចុច add ជាការស្រេចដោយទុកប្រើប្រាស់នៅលើក្រោយទៀតជាចុងក្រោយខ្ញុំសូមអរគុណទៅដល់លោកអ្នកដែលបានទស្សនាវីដេអូនេះរហូតដល់ចប់និងបើសិនជាមានចម្ងល់ពីផលិតផល Apple ណាមួយអាច comment នៅខាងក្រោមឬក៏ឆាតចូល page ផ្ទាល់និងសូមជួយចុច like share និង follow page Macaroni ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ